សង្ឃគំរូនាមគំតុកចាសុនគួយស្លាប់ទៅនៅលោកងើបឡើងកំហឹងដូចភ្លើងក្រោកឡើងតស៊ូឥតប្រាលោកបានបដិញ្ញាការពារសាសនានិងវប្បធម៌ខ្មែរបំភុងចលនានាងស្រុកនាងស្រារៀនអង្គខ្មែរកុំប្រែភ្លេចភាសាជាតិព្រះសង្ឃក្លាហានគ្មានខ្លាចឧបសគ្គព្រមតែជឿជាក់តាមបនដាំគ្រូឥតភ្លៀតដឹកនាំព្រះសង្ឃនាងស្នេហាជាតិក្រោកឈរព្រងព្រាតនៅពេញកម្ពុជាក្រោមយួនខ្លាចចលនាព្រះសង្ឃហានខ្លាក្រោកឈរប្រឆោមក្រែងទុកយូរទៅរីកខ្លាំងទាំងព្រមម៉ែក្រោមរួមទើមប្រើល្បិចរាំងបងក្រាបទី12ខែកុម្ភៈ85ចាំជាក់យួនចេញបញ្ជាឲ្យចាប់ព្រះសង្ឃទុកចាងយកទៅធ្វើបាបចាំឆ្នាំសំឡាប់ក្រោយពីជាប់គុក3ឆ្នាំពួងយួនអង្គក្រិតវាបានហាមឃាត់មិនឲ្យខ្មែរយំមិនឲ្យទាំងយកសពលោកធ្វើបុណ្យចិត្តខ្មៅទីរុនមិនស្គាល់បាបបុណ្យសងឡើយជាប់ប្រវត្តិសាស្ត្រខ្មែរអើយចូលចាំឲ្យច្បាស់កុំប្រែក្រឡាំងលេចឈាមដូចគ្នាម៉ែក្រោមខ្មែរលើគឺជាជាតិកម្ពុជាខ្មែរជាម្ចាស់ដីយូរយាហេតុម្ដេចខ្លាចជាជនជាតិភៀងតិចសតវត្សទី15អង្គជ័យចេថាទី2ចាញ់កលរាគីរាជនីមានល្បិចហេតុកងក្របីយួនជ័យដោយប្រើកលកិច្ចវាទីទឹកដីជានិច្ចស្ដេចទ្រង់ស្នេហ៍ថ្មិចភ្លេចដីជាតិឯ
ក្រោមច្បាប់ទូរយងអាណានិគមបារាំងបនឡំកាត់ដីខ្មែរគ្មានកោតក្រែងប្រគល់ឲ្យយួនថ្ងៃ4មិថុនាជាងស្ដែងឆ្នាំ49ឥតក្រែជាសែនចំបែងលែងមានលាយួនធ្វើបាបខ្មែរជាម្ចាស់មានសុខពេលនៅកំពុងជាក្រោមយួននាំគ្នាចោកចោតថាជាខ្មែរលំឡើងមករកខ្មែរជួយក្រែងបានធូរហេតុអ្វីគេនាំគ្នាប្រែមិនហៅថាខ្មែរប្រែជាថាយួនដំពីលានអ្នកចុងទឹកក្រពើឡើងលើខ្លាចាំត្របាំងតែពួងប្លន់ដីអាប់ប្រឡាំងមានព្រួយលំបាំងរស់ស្រួលរួមសូមជួនរួមឈាមខ្មែរនៅកម្ពុជានឹងនៅប្រទេសនានាកុំច្រឡំថាខ្មែរក្រោមជាយួនគឺជាខ្មែរពិតលោហិតខ្មែរអង្គររួមអាសូរខ្មែរកម្ពុជាក្រោមក្រៀមស្វិតរញោមព្រួងខ្វាំងសេរីសាវតាខេមរាចងចាំរឿងដែលគ្រូខ្មែរបែកស្រាប់កត់ចំណាំមកជាយូរលងគឺរឿងដែលយួនស្អែកថាកំពុងតែអងថាអ្វីខ្មែរនៅតែចង់ធ្វើជាខ្ញុំយួនសាប់វាជីកំខ្មែរក្នុងដីទាំងរស់តែត្រឹមកស្រស់ស្រស់សម្រាប់កលធ្វើមុំចុងក្រាមវាយកប៉ាន់តា